សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងនិយាយអំពីប្រភពត្រីអារ៉ូវណាបែងចែកតាមតំបន់និងប្រភេទនីមួយៗសូមតាមដានដូចតទៅប្រភពដើមត្រីអារ៉ូវណាត្រីនាគជាត្រីទឹកសាបបុរាណហើយត្រូវបានរកឃើញនៅទ្វីបធំចំនួន3មានដូចជានៅអាស៊ីនៅអាមេរិកខាងត្បូងនិងនៅអូស្ត្រាលីទី1ប្រភពត្រីនាគអាស៊ី Asian Arowana មាននៅក្នុងប្រទេសដូចជាប្រទេសឥណ្ឌូនេស៊ីសំខាន់បំផុតប្រទេសម៉ាឡេស៊ីប្រទេសថៃប្រទេសកម្ពុជាប្រទេសវៀតណាមនិងប្រទេសឡាវពូជត្រីនាគមានដូចជាត្រីនាគស៊ូប៉ារ៉េតនៅកោះបូណេវប្រទេសឥណ្ឌូនេស៊ីត្រីនាគ Crossback Golden នៅប្រទេសម៉ាឡេស៊ីត្រីនាគ Red Thai Golden នៅប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីនិងត្រីនាគ Green Arowana ទី2ប្រភពត្រីនាគ Silver Arowana ស្ថិតនៅតំបន់ទន្លេអាម៉ាហ្សូនប្រទេសប្រេស៊ីលប្រទេសប៉េរូនិងកូឡុំប៊ីជាប្រភេទត្រីពេញនិយមក្នុងអាងព្រោះវាលូតលាស់លឿននិងតម្លៃសមរម្យទី3ប្រភពត្រីនាគ Black Arowana ស្ថិតនៅតំបន់ Amazon River នៅ South Americaទី4ប្រភពត្រីនាគ Chardini Arowana ស្ថិតនៅតំបន់អូស្ត្រាលីនៅភាគខាងជើងនៃប្រទេសអូស្ត្រាលីទី5ប្រភពត្រីនាគ Laicati Arowana ស្ថិតនៅតំបន់អូស្ត្រាលី Queensland ត្រីនាគ Laicati Arowana មានលក្ខណៈពិសេសពូជកម្ររូបរាងវែងនិងធំវីដេអូនេះគឺចប់ត្រឹមហ្នឹងខ្ញុំនឹងបន្តនិយាយអំពីត្រីនាគនៅវីដេអូក្រោយតាក់ទងនឹងជំនឿនិងន័យរបស់ត្រីអារ៉ូវណាបាទសូមអរគុណ